ក៏ចេះតែសម្លឹងមើលមកខ្ញុំយ៉ាងឡានបើសិនជាទុនខ្លួនដូចឯងមិនដឹងថាល្អយ៉ាងណាទេជាឈិននឹងខ្ញុំក៏មិនដល់ថ្នាក់អ្នកម៉ាក់លាវលោកប្រធាននិងអ្នកស្រីលាវស័ក្តិសមគ្នាណាស់កុំយកខ្ញុំទៅពាក់ព័ន្ធអីថាតែមើលសេជីនគេស្លូតបូតដូចជាឯងខ្ញុំមិនដឹងធូរចិត្តប៉ុណ្ណាទេចង់និយាយថាខ្ញុំយល់ឯងប្រហែលជាដឹងរឿងរបស់សុងសៀងហើយអ៊ីនស៊ីខ្ញុំមិនលាក់បាំងទេសុងសៀងពីមុនជាសង្សារចាស់របស់ជីយើហើយកូននៅក្នុងពោះរបស់នាងក៏ជារបស់ជីយើងដែរចុះសេជីងស្ដាប់ខ្ញុំនិយាយចប់ខ្ញុំនឹងលោកនាយកជាមនុស្សអាយុជាង50ទៅហើយជាឈិននឹងយ៉ាងឡានរៀបការជាមួយគ្នាយូរប៉ុណ្ណាហើយមិនទាន់មានចៅប្រុសឬចៅស្រីឲ្យខ្ញុំជាយ៉ាងនេះសេជីងរៀបការក៏ប្រហែលខែដែរប៉ុន្តែគ្មានដំណឹងអីទាល់តែសោះសុងសៀងទោះបីជាយ៉ាងណាគេមានកូននេះរួចទៅហើយដែលជាឈាមជ័រគ្រូសាលីវខ្ញុំមិនអាចទុកឲ្យឈាមជ័ររបស់គ្រូសាលីវយើងរសាត់អណ្ដែតនៅខាងក្រៅទេចាំដល់ពេលដែលគេបង្កើតកូននេះដោយសុវត្ថិភាពរួចឲ្យលុយគេមួយចំនួនធំឲ្យគេទៅរៀបការនឹងអ្នកថ្មីរស់នៅតាមបែបជីវិតគេហើយកូនដែលគេបង្កើតនោះទុកឲ្យស៊ីជីងជាអ្នកមើលហើយស៊ីជីងថាម៉ាក់ស៊ីជីងនៅសុកក៏មានកូនប្រុសមួយមិនមែនជារឿងល្អទេហ៎អត់ទេអ្នកម៉ាក់លាវស៊ីជីងនៅក្មេងមិនមែនថាគេគ្មានកូននោះទេខ្ញុំនិយាយអស់កន្លះថ្ងៃនាងនៅតែស្ដាប់បញ្យល់ទៀតទេខ្ញុំយល់ពីន័យរបស់អ្នកម៉ាក់លាវប៉ុន្តែស៊ីជីងដូច្នេះទើបខ្ញុំយករឿងទាំងអស់នេះប្រាប់ឯងតាមត្រង់ខ្ញុំចង់ឲ្យឯងធ្វើជាបងស្រីនេះនិយាយជាមួយស៊ីជីងដែលផ្ទាល់ថាទៅមើលរឿងនេះបើខ្ញុំជាម្ដាយក្មេងទៅនិយាយជាមួយគេហាក់ដូចជាខ្ញុំបង្ខំឲ្យគេយល់ព្រមប៉ុន្តែបើបងស្រីនិយាយជាមួយគេវាសមជាងដូច្នេះរំខានឯងហើយឯងជួយនិយាយស៊ីជីងតិចទៅអ្នកម៉ាក់លាវឲ្យខ្ញុំទៅនិយាយជាមួយស៊ីជីងហ៎មិនត្រឹមឲ្យឯងទៅប្រាប់ស៊ីជីងប៉ុណ្្នឹងទេឯងត្រូវតែបញ្ចុះបញ្ចូលទីឲ្យគេយល់ព្រមផងអ្នកម៉ាក់លាវខ្ញុំបារម្ភថាស៊ីជីងកុំបារម្ភអីឯងទុកចិត្តនេះចោះចាំពេលដែលសុងសៀងបង្កាត់កូនហើយខ្ញុំនឹងឲ្យគេដើរចេញណាដល់ពេលនោះឯងកុំភ្លេចនិយាយប្រាប់ស៊ីជីងតាមសេចក្តីខ្ញុំទៅតែដល់ពេលនោះស៊ីជីងមានកូនដែរគិតយ៉ាងម៉េចទៅនឹងវាមិនកាន់តែល្អទេនៅពេលស៊ីជីងមានកូនរបស់សុងសៀងទុកឲ្យខ្ញុំមើលហើយស៊ីជីងសម្រាប់កូនខ្ញុំនឹងរកម៉ែដោះម្នាក់ឲ្យគេដើម្បីជួយគេអ៊ីនស៊ីអញជាមនុស្សឆ្លាតខ្ញុំនិយាយប្រាប់ឯងតាមត្រង់ឯងគួរតែដឹងថាធ្វើយ៉ាងម៉េចហើយអើយអញជាយ៉ាងម៉េចហ្នឹងអើយអារម្មណ៍របស់ខ្ញុំមិនល្អខ្ញុំថឹងខ្លាំងណាស់ទីនេះជាមន្ទីរពេទ្យកុំចេះកលោឡាបានទេបើសិនពួកគេស្ដាប់ដឹងធ្វើយ៉ាងម៉េចខ្ញុំប្រាប់ឯងកុំធ្វើខ្ញុំខឹងឲ្យសោះណាពេលនេះកំហឹងរបស់ខ្ញុំពេញពោះបើសិនជានិយាយច្រើនទៀតខ្ញុំនឹងឯងចង់យ៉ាងម៉េចអញជីងឯងក៏ធ្វើហួសហេតុពេកខ្ញុំនឹងហួសហេតុស្អីខ្លះអញជីងឯងមកមន្ទីរពេទ្យយូរជាងមួយឆ្នាំទៅហើយឯងច្បាស់ជាដឹងពីវិន័យនៅក្នុងមន្ទីរពេទ្យថ្មីនេះឯងនិយាយស្ដីគឺគ្មានទៅគ្មានធំទេរកពេលក៏មិនល្អទៀតអញជីងឯងក៏ភ្លេចអសោះក្នុងនាមជាអ្នកគ្រូពេទ្យមិនត្រូវចាអារម្មណ៍មិនល្អមកលោកឡំជាមួយការងារទេបើសិនជាមានអារម្មណ៍មិនល្អនោះគួរតែទុកនៅក្នុងចិត្តទេល្អទេបងស៊ូអ៊ីនខ្ញុំគិតថាបងនិយាយអញ្ចឹងវាដូចជាមិនយុត្តិធម៌ទេហេតុអីក៏អ្នកដទៃខឹងបានរឿងអីខ្ញុំខឹងបាននោះនិយាយអញ្ចឹងវាដូចជាមិនសមល្អណាស់បើបងថាពួកយើងជាគ្រូពេទ្យមិនត្រូវខឹងច្រឡំផ្ដេសផ្ដាស់នោះបងបរៀនខ្ញុំមកកំហឹងរបស់ខ្ញុំយកទុកនៅកន្លែងណាទៅមិនអីទេបើសិនជាឯងចង់សួររកខុសត្រូវនោះមិនអីទេខ្ញុំផ្ដល់យោបល់ឲ្យឯងមួយគឺតែផ្នែកសរសៃប្រសាទសរសៃប្រសាទទេហ៎បងស៊ូអ៊ីននេះបងចាក់ទុកខ្ញុំជំនួសឈួតដែរផ្នែកសរសៃប្រសាទបូករួមនឹងជំងឺឆៅជំងឺបាក់ស្បាត់និងជំងឺរវើរវាយតាមពិតទាំងអស់នេះគឺវាស្ថិតនៅក្នុងផ្នែកសរសៃប្រសាទទាំងអស់ខ្ញុំមិនបាននិយាយថាឯងសរសៃប្រសាទទេបងខ្ញុំអីបងខ្ញុំតាលីវមានឃើញសេជីងទេជាយ៉ាសេជីងអីយ៉ានិយាយដល់ប្រពន្ធរបស់លោកខ្ញុំខឹងមែនទែនគេបាត់សម្អាលតាំងតែពីព្រឹកមិនឃើញមកទេស៊ូអ៊ីនមានឃើញនាងទេខ្ញុំមានឃើញនាងទេនាងចាប់ប្រាប់ខ្ញុំមកខ្ញុំប្រាប់មិនខ្ញុំពិតជាបានជួបគេមែនប៉ុន្តែតាំងពីថ្ងៃត្រង់មកដល់ពេលនេះខ្ញុំមិនបានឃើញគេទេជាយ៉ាអ្នកបងមានការអីសង្ស័យយ៉ាងហ្នឹងកាលពីម្សិលមិញខ្ញុំបានជួបគ្នាជាមួយនឹងសេជីងគឺខ្ញុំជួបគ្នារួចហើយថ្ងៃនេះក៏នាងជិះពីផ្ទះខ្ញុំទៅរកគេនៅខាងក្រៅហើយប៉ុន្តែរំឃើញសោះចាំម៉េចគេបានប្រមូលខោអាយុទៅអស់ហើយថាម៉េចសេជីងរត់ចេញពីផ្ទះខ្ញុំក៏មិនដឹងថានាងរត់ចេញពីផ្ទះឬក៏អត់ហើយជាយ៉ាត្រូវការឲ្យខ្ញុំជួបលោកទៅរកគេទេខ្ញុំខ្លួនឯងក៏មិនដឹងថានាងទៅណានោះខ្ញុំដឹងថាពេលដែលសេជីងគេមានអារម្មណ៍មិនល្អនោះគេតែងតែចង់នៅស្ងាត់ស្ងាត់ម្នាក់ឯងពួកយើងត្រូវមើលគេនៅសួនច្បារខាងក្រៅទៅឡោះទៅសំមកឯងកម្មពីយកល្អកុំត្រឡប់មកវិញអសោះអញ្ចឹងប្រធានខ្ញុំប្រាប់ឯងប្រហែលដងហើយខ្ញុំបងយ៉ាងឡាងបានហើយណាបងយ៉ាងឡាងអញ្ចឹងឯងបានឲ្យតែចាំសេជីងដើរចេញពីជាចឹងទេប្រកាសជាបានហើយប៉ុន្តែអ្នកប៉ុន្តែយ៉ាងម៉េចប៉ុន្តែពេលនេះស្រាប់តែមានមនុស្សម្នាក់ទៀតគេមិនលុបដៃណាអត់ដឹងទេម្នាក់នោះគឺសុងសៀងគេហាក់ដូចជាមានកូនរបស់ជាចៅទៀតផងចំណុចនេះឯងកុំបារម្ភអីការពិតម្ដាយគ្នាខ្ញុំគាត់មានអារម្មណ៍ល្អចំពោះសុងសៀងនោះទេអ្វីដែលគាត់ចាំបានគឺចៅគ្រួសារលាវនៅក្នុងពុករបស់គេនោះពិតមែនណារឿងនេះខ្ញុំអាចជួយឯងបានតាបើសិនជាឯងចង់រំយោបាយឲ្យសៀវជីងចាក់ចេញពីជាយើហើយកុំត្រឡប់មកវិញរហូតអញ្ចឹងឯងនឹងមានឱកាសតាគេណែណា
គឺចេះទេជួនកាលក្រៅពីអាហារថ្ងៃត្រង់ខ្ញុំឃើញគេនៅទីនេះគេតែងតែដាក់ស្រុកយកខ្យល់អាកាសគេប្រាប់ថានៅទីនេះគឺជាកន្លែងដែលធ្វើឲ្យចិត្តរបស់គេស្ងប់សម្រួលអារម្មណ៍ខ្លះប៉ុន្តែ តាគេមិននៅទីនេះតាគេទៅណាទៅ តែគេត្រឡប់ទៅផ្ទះមករបស់គេវិញទេដឹង ទៅផ្ទះគេវិញ ចា ទៅផ្ទះគេវិញគឺខ្ញុំខ្លាចបំផុត យ៉ាងម៉េច ចរិតរបស់ស៊ីជីងគឺខ្ញុំដឹងច្បាស់ណាស់គេមិនត្រឡប់មកផ្ទះវិញដល់នេះទេបើគេសម្រេចចិត្តបាននេះហើយប្រកាសជាពិបាកណាស់ អេអត់តាលាវពួកយើងគួរតែទៅរកបងអ៊ីនស៊ីឲ្យជួយទី ចាំឲ្យប៉ាវានេះមិនចេះយកកូនសោតាមខ្លួនទេអូឯងណាឯងមិនក៏មានបាលីមានស្អីមកជាមួយ ខ្ញុំចាំនៅជាមួយម៉ាក់មួយទៀត ថាម៉េចនៅប្រហែលថ្ងៃអ្នកស្រីលាវ ម៉ាក់មកកាខ្ញុំបែបនេះ ឲ្យមកហៅអញថាម៉េចហ៎ខ្លាចអញចង់រៀបការជាមួយគ្រួសារលាវហ៎មួយរយៈមុនមកទៅពឹងឯងជួយឯងមិនព្រមយ៉ាងម៉េច